តើយើងគួរត្រៀមអ្វីខ្លះដើម្បីអាចចូលបម្រើការងារក្នុងវិស័យអប់រំដើម្បីអាចចូលបម្រើការងារក្នុងវិស័យអប់រំយើងគួរត្រៀមដូចជាទី1ចំណេះដឹងផ្នែកវិជ្ជាជីវៈចំណេះដឹងជ្រាលជ្រៅលើមុខវិជ្ជាដែលចង់បង្រៀនមូលដ្ឋានគរុកោសល្យវិធីសាស្ត្របង្រៀននិងការរៀបចំមេរៀនទី2គឺកម្រិតអប់រំនិងវិញ្ញាបនបត្រក្នុងវិស័យដែលពាក់ព័ន្ធវិញ្ញាបនបត្រគ្រូបង្រៀនទី3គឺជំនាញទំនាក់ទំនងនិងសីលធម៌ជំនាញនិយាយនិងបកស្រាយឲ្យងាយយល់ភាពអត់ធ្មត់និងការយកចិត្តទុកដាក់សីលធម៌និងគុណតម្លៃគ្រូការគ្រប់គ្រងថ្នាក់រៀនទី4គឺជំនាញភាសាខ្មែរសំខាន់សម្រាប់គ្រូរាប់ភាសាអង់គ្លេសគឺសំខាន់សម្រាប់សាលាឯកជននិងអន្តរជាតិបើចេះភាសាថែមកាន់តែល្អទី5ជំនាញបច្ចេកវិទ្យាអប់រំការប្រើកុំព្យូទ័រនិងអ៊ីនធឺណិត PowerPoint Google Classroom Online Teaching Tool Zoom Google Meet ជាដើមទី6បទពិសោធន៍ការងារហាត់ការងារជួយបង្រៀនស្ម័គ្រចិត្តបង្រៀនទី7ការរៀបចំឯកសារ CV Resume Cover Letter វិញ្ញាបនបត្រ Lesson Plan សម្រាប់សម្ភាសន៍ទី8អាកប្បកិរិយានិងចិត្តស្រឡាញ់វិជ្ជាជីវៈស្រឡាញ់ការបង្រៀនមានទំនួលខុសត្រូវបន្តអភិវឌ្ឍគ្រូជានិច្ចចំពោះមុខតំណែងក្នុងវិស័យអប់រំមានដូចជាគ្រូបង្រៀន Lecturer Instructor Assistant Teacher Education Officer School Administrator បើសិនជាបងប្អូនមានបំណងក្នុងការស្វែងរកការងារធ្វើកម្មសិក្សាឬក៏សម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកនិស្សិតទៅបម្រើការងារអាចទាក់ទងមកកាន់ Telegram របស់ UICC តាមរយៈ QR និង link ខាងលើ